លោកគ្រូតើខ្សែក្រហមនេះជាអ្វីទៅសូម្បីតែកម្រិតក្បាច់គុណរបស់ខ្ញុំក៏មិនអាចកាត់វាដាច់ដែរនេះគឺជាខ្សែក្រហមនៃគូព្រេងអញឡើងភ្នំអស់រយៈពេល15ឆ្នាំហើយនៅសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងអាចក្លាយជាសៀនទេវតាគ្រាន់តែដើរតាមខ្សែក្រហមនេះចុះពីលើភ្នំទៅកាត់ចំណងគូព្រេងនេះចេញនោះឯងនឹងអាចសម្រេចក្លាយជាសៀនហើយនេះជាការសម្គាល់ខ្លួននិងលុយសម្រាប់ធ្វើដំណើររបស់ឯងចុះពីលើភ្នំទៅកូនសិស្សសូមអរគុណលោកគ្រូសញ្ញារបស់ខ្សែក្រហមគឺនៅត្រង់នេះឯងចាំខ្ញុំកាត់ខ្សែក្រហមនេះដាច់ហើយផ្ដាច់គូព្រេងនេះចេញខ្ញុំនឹងបានក្លាយជាសៀនហើយអូយសុំទោសផងសុំទោសពិតមែនណែតើលោកមកស្ទាបខ្ញុំធ្វើអីខ្ញុំគ្រាន់តែចង់ជួយឲ្យទេតើឯងមិនអីទេត្រូវទេសន្តិសុខចាប់អាជនខើខូចម្នាក់នេះឲ្យខ្ញុំភ្លាមកុំអីសុំទោសពិតមែនខ្ញុំមិនបានចិត្តណាទេមិញនេះមានគេដើរបុកខ្ញុំមិនមែនជាមនុស្សខើខូចទេប្រធានស៊ូមិញនេះខ្ញុំចូលយាមនៅមាត់ទ្វារឃើញច្បាស់ថាគាត់ត្រូវបានគេដើរបុកពិតមែនទើបធ្វើឲ្យទឹកកំពប់លើខ្លួនអ្នកស្រីបែបនេះបើមិនមានការអីទេឲ្យខ្ញុំសុំទោសជំនួសគាត់ចុះហើយនឹងសងថ្លៃខោអាវតាមតម្លៃដើមជូនអ្នកស្រីវិញមិនអីទេខ្ញុំនឹងសងថ្លៃខោអាវឲ្យនាងវិញតើខោអាវរបស់នាងតម្លៃប៉ុន្មានដែរខោអាវខ្ញុំទើបតែទិញទេតម្លៃ35,000ប៉ុន្មានផង35,000បាទសៀវសៀតគឺជាប្រធានក្រុមហ៊ុនស៊ូគ្រប់ណាខោអាវមួយឈុត3ខ្លោត5,000តើមានអីត្រូវផ្អើលខ្លាំងម្ល៉េះពេលចុះពីលើភ្នំមកលោកគ្រូឲ្យលុយខ្ញុំស្រុកតែមួយ000ទេសីធំហើយលើកនេះជាវិកេប័ត្រលោកអាចមើលបានមិនអីទេខ្ញុំនឹងសងនាងប៉ុន្តែឥឡូវនេះនៅក្នុងដៃខ្ញុំមិនទាន់មានលុយច្រើនដល់ថ្នាក់ហ្នឹងទេចុះបើខ្ញុំសុំសរសេរលិខិតជំពាក់សិនចាំខ្ញុំរកលុយបានខ្ញុំនឹងសងនាងវិញសរសេរលិខិតជំពាក់មិនបានដាច់ខាតបើលោកគេខ្លួនបាត់តើឲ្យខ្ញុំទៅរកលោកណៃណាលោកគ្រូរត់ធ្វើអីហ្នឹងខ្ញុំមកទីនេះក៏ដើម្បីកាត់ចំណងនិស័យដែរនាងមើលខ្ញុំមើលចុះខ្សែនិស័យរបស់ខ្ញុំទៅណាហើយពិតជាលេងសើចមែនទែនក្នុងពេលដែលឯងមិនទាន់មានលុយសងបណ្ដោះអាសន្នអញ្ចឹងមកធ្វើការនៅ Sales Group សិនទៅចាំពេលណាមានលុយសងចាំគិតទៀតពេលណាត្រូវចាក់ចេញឥឡូវនេះខ្សែក្រហមបានបាត់អស់ហើយខ្ញុំមានតែនៅទីនេះសិនហើយឆ្លៀតឱកាសរកលុយសងបំណុលឲ្យបានស្ដាប់តាមការរៀបចំរបស់អ្នកចុះខ្ញុំមើលទៅឯងនៅមានកម្លាំងកំហែងខ្លះដែរទៅធ្វើជាសន្តិសុខនៅ Sales Group ទៅតោះទៅរីការខ្លួនទៅបាទសួស្ដីបាទខ្ញុំគឺអ្នកប្រហែលជាប្រធានស៊ូហើយមែនទេតែមកជ្រើសរើសបុគ្គលិកដោយផ្ទាល់សន្តិសុខឆិនវ៉ានអូមែនហើយចាប់ពីពេលនេះទៅឯងធ្វើការតាមប្រធានក្រុមចៅយ៉ាវទៅប្រធានក្រុមចៅទើបតែមកដល់មិនទាន់ដឹងរឿងច្រើនទេសូមជួយណែនាំនិងមើលថែទាំផងមើលទៅ Sales Group ពិតជាចង់បានសន្តិសុខខ្លាំងពូកែម្នាក់មែនអញ្ចឹងប្រកាសជាត្រូវមានសមត្ថភាពមិនធម្មតាឡើយមិនដឹងថាប្រធានក្រុមចៅមានសមត្ថភាពកម្រិតណាទេឆិនវ៉ាននិយាយស្ដីជាមួយប្រធានក្រុមចៅឲ្យមានការគួរសមបន្តិចប្រធានក្រុមចៅមកពីកងកម្លាំងពិសេសជាស្ដេចទាហានដែលបម្រើការងារអស់រយៈពេល15ឆ្នាំសមត្ថភាពខ្លាំងក្លាណាស់មិនមែនជាមនុស្សដែលឯងអាចមើលងាយបានឡើយមើលងាយនៅក្នុងខ្សែភ្នែកខ្ញុំសូម្បីតែចម្បាំងក៏មិនស្មើផងឯងពិតជាកូនគោទើបនឹងកើតមិនខ្លាចខ្លាមែនប្រធានក្រុមចៅសូមទទួលស្គាល់ចុះឆិនវ៉ានមែនទេបងប្រុសសន្តិសុខខ្ញុំសូមចុះចាញ់ហើយបងប្រុសសន្តិសុខខ្ញុំសូមចុះចាញ់ហើយអំបិលមិញនេះមានការប្រមាថច្រើនហើយចាប់ពីថ្ងៃនេះទៅបងប្រុសគឺជាប្រធានក្រុមសន្តិសុខហើយបងប្រុសសន្តិសុខរត់